ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងថ្ងៃនេះនាងខ្ញុំសូមបង្ហាញវីដេអូមួយទាក់ទងទៅនឹងការលេងល្បែងសិក្សាដូមីណូទៅលើមុខវិជ្ជាវិទ្យាសាស្ត្រខ្លឹមសារទាក់ទងទៅនឹងតួនាទីសរីរាង្គវិញ្ញាណដែលជាខ្លឹមសារស្ថិតនៅក្នុងថ្នាក់បឋមសិក្សាចា៎អញ្ចឹងយើងឃើញថាល្បែងដូមីណូគឺយើងតម្រូវឲ្យសិស្សតម្រៀបសន្លឹកដូមីណូនីមួយៗភ្ជាប់គ្នាដើម្បីបានទៅជាខ្លឹមសារមួយដែលយើងអាចស្ដាប់បានចា៎ល្បែងនេះគឺតម្រូវឲ្យសិស្សអាចធ្វើការងារជាក្រុមដើម្បីឲ្យសិស្សបំផុសនៅការពិភាក្សាគ្នាសម្រាប់ធ្វើសកម្មភាពរំលឹកមេរៀនណាមួយដែលលោកគ្រូអ្នកគ្រូចង់ធ្វើក្នុងករណីដែលក្រុមនីមួយៗមានការប្រកួតប្រជែងគ្នាអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវកំណត់គោលការណ៍ឲ្យបានច្បាស់ថាក្រុមណាដែលប្រើរយៈពេលខ្លីជាងគេហើយតម្រៀបសន្លឹកដូមីណូនោះបានអស់ហើយត្រឹមត្រូវគឺជាក្រុមដែលទទួលបាននៅជ័យជំនះចា៎ឥឡូវយើងមកមើលពីដំណើរការមុននឹងចាប់ផ្ដើមនៅការលេងល្បែងដូមីណូអញ្ចឹងជាដំបូងគឺលោកគ្រូអ្នកគ្រូត្រូវបែងចែកសិស្សជាក្រុមលោកគ្រូអ្នកគ្រូអាចបែងចែកសិស្សជាក្រុមទៅតាមភាពជាក់ស្ដែងរបស់លោកគ្រូអ្នកគ្រូឬមួយក៏អ្វីដែលលោកគ្រូអ្នកគ្រូធ្លាប់បានធ្វើលោកគ្រូអ្នកគ្រូអាចបែងចែកក្រុមជាលក្ខណៈចៃដន្យឬមួយក៏បែងចែកក្រុមតាមជាក់លាក់ទៅតាមស្ថានភាពរបស់ថ្នាក់លោកគ្រូអ្នកគ្រូបន្ទាប់ពីចែកក្រុមរួចហើយជាងលោកគ្រូអ្នកគ្រូត្រូវចែកសន្លឹកដូមីណូទៅគ្រប់ក្រុមនីមួយៗដូចគ្នាចា៎បន្ទាប់មកទៀតគឺលោកគ្រូអ្នកគ្រូមុននឹងចាប់ផ្ដើមលេងគឺលោកគ្រូអ្នកគ្រូត្រូវប្រាប់ទៅកាន់ក្រុមសិស្សនីមួយៗអំពីរយៈពេលនៅក្នុងការតម្រៀបសន្លឹកដូមីណូទាំងអស់នោះប៉ុន្តែក្នុងករណីដែលបើសិនជាមិនមានក្រុមណាតម្រៀបតាមម៉ោងដែលលោកគ្រូអ្នកគ្រូបានកំណត់រួចរាល់ហើយទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចបត់បែនទៅតាមនឹងអាចបន្ថែមម៉ោងឬមួយក៏លោកគ្រូអ្នកគ្រូធ្វើការសំយោគនៅលើក្តារខៀនតែម្ដងអញ្ចឹងលោកគ្រូអ្នកគ្រូអាចបត់បែនបានទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងយើងឥឡូវមកមើលថាតើសន្លឹកដូមីណូរបស់យើងមានអីខ្លះនៅពេលដែលយើងបែងចែកក្រុមរួចហើយកូនសិស្សចូលក្រុមរួចហើយយើងបានកំណត់ពេលវេលារួចហើយយើងក៏បានចែកសន្លឹកដូមីណូទៅកាន់ក្រុមសិស្សនីមួយៗរួចហើយដែរអញ្ចឹងសន្លឹកដូមីណូរបស់យើងគឺមានសន្លឹកនេះទី1គឺសម្រាប់មើលកាយវិញ្ញាណចា៎លោកគ្រូអ្នកគ្រូត្រូវប្រកាសឲ្យបានច្បាស់ថានៅក្នុងសន្លឹកដូមីណូមួយពាក្យទាំងពីរនេះមិនមែនជាពាក្យដែលត្រូវគ្នាទេអញ្ចឹងសម្រាប់មើលមិនមែនជាតួនាទីរបស់កាយវិញ្ញាណទេអញ្ចឹងណាលោកគ្រូអ្នកគ្រូចា៎អញ្ចឹងយើងមានសន្លឹកនេះមួយទៀតដឹងក្លិនក្រអូបឬស្អុយជីវហាវិញ្ញាណអញ្ចឹងពីរហ្នឹងក៏មិនមែនជាតួនាទីរបស់វាដែរយើងមានសន្លឹកមួយទៀតចក្ខុវិញ្ញាណសម្រាប់ភ្លក្សដឹងរសជាតិនិងសន្លឹកទី4គឺដឹងក្តៅឬត្រជាក់ច្រមុះចា៎អញ្ចឹងយើងមាន4សន្លឹកហ្នឹងនៅពេលដែលយើងមាន4សន្លឹកហ្នឹងហើយគឺកូនសិស្សអត់អាចកាត់ដើម្បីយកមកតម្រៀបគ្នាទេគឺប្រើសន្លឹកដដែលគ្រាន់តែកូនសិស្សត្រូវផ្គុំមិនបត់ដៃបត់ជើងដាក់ផ្ញើចុះផ្ញើឡើងមិនដើម្បីឲ្យចេញទៅជាតួនាទីរបស់សរីរាង្គវិញ្ញាណចា៎តែត្រូវប្រើឲ្យអស់ជាមួយនឹងសន្លឹកដូមីណូទាំងនោះចា៎ដើម្បីឲ្យកាន់តែមានភាពងាយស្រួលខ្ញុំសូមលើកឧទាហរណ៍ដែលលោកគ្រូអ្នកគ្រូអាចមើលឧទាហរណ៍នេះមួយចា៎នេះតកតងទៅនឹងការតម្រៀបដូមីណូចំពោះចំណុចចា៎អញ្ចឹងលោកគ្រូអ្នកគ្រូមើលឃើញថាសន្លឹកទី1ដែលយើងមានចំណុច1ហើយនិងចំណុច5ចា៎នេះគឺសន្លឹក1អញ្ចឹងយើងត្រូវរកសន្លឹកមួយទៀតដែលមានចំណុច5ហ្នឹងយកមកដាក់ចិត្តគ្នាចា៎លោកគ្រូអ្នកគ្រូឃើញចំណុច5ចិត្តគ្នាចា៎តែពីរសន្លឹកខុសគ្នាហើយនៅចំណុចមួយដែលនៅក្បែរចំណុចទី5ហ្នឹងគឺចំណុច2ចា៎អញ្ចឹងយើងត្រូវរកចំណុច2ទៀតអញ្ចឹងគឺមានចំណុច2នេះដូចគ្នាអញ្ចឹងយើងអាចដាក់2ប្រឈរជាងក៏បាន2ផ្ដេកក៏បានចា៎នេះគ្រាន់តែជាការតម្រៀបឲ្យចេញជាម៉ូដប្លែកបន្តិចចាប់អារម្មណ៍ហើយយើងត្រូវរកចំណុច2ទៀតយកមកដាក់ក្បែរអញ្ចឹងបានន័យថាអា2នេះក៏ត្រូវអា2នេះក៏ត្រូវក្បែរចំណុច2មានចំណុច4យើងត្រូវរកចំណុច4យកមកដាក់ក្បែរគ្នាចំណុច5គ្មានចំណុចយើងត្រូវរកឲ្យគ្មានចំណុចមកដាក់ក្បែរគ្នាហើយនឹងចុងក្រោយគឺមួយចំណុចនេះគឺត្រូវផ្គូផ្គងគ្នាជាមួយនឹងមួយចំណុចនៃសន្លឹកនេះមួយទៀតចា៎
ចឹងការតម្រៀបបែបហ្នឹងយើងហៅថាដូមីណូអញ្ចឹងយើងត្រឡប់មកមើលសន្លឹកដូមីណូរបស់យើងវិញសន្លឹកដូមីណូរបស់យើងវិញដែលមាន4សន្លឹកនេះអញ្ចឹងខ្ញុំអាចទុកពេលជូនលោកគ្រូអ្នកគ្រូអាចសាកល្បងមើលថាតើគួរតម្រៀបធ្វើម៉េចចាដើម្បីឲ្យប្រើប្រាស់4សន្លឹកនឹងអស់ហើយផ្គុំទៅឲ្យបានទៅជាតួនាទីរបស់សរីរាង្គនីមួយៗជាងខ្ញុំទុកពេលជូនលោកគ្រូអ្នកគ្រូ1នាទីលោកគ្រូអ្នកគ្រូអាចសរសេរនៅលើกระดาษហើយលោកគ្រូអ្នកគ្រូកាត់ទៅជា4ស្លឹកមកហើយលោកគ្រូអ្នកគ្រូសាកផ្គុំមើលចាតើអាចបានត្រឹមត្រូវដែរអត់ហើយចាំផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយរបស់ខ្ញុំទាំងអស់គ្នាចាអញ្ចឹងខ្ញុំគិតថា1នាទីបានដល់ហើយអញ្ចឹងយើងមកផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមជាមួយនឹងសន្លឹកដូមីណូ1លោកគ្រូអ្នកគ្រូអាចចាប់ផ្ដើមជាមួយសន្លឹកមួយណាក៏បានដែរហើយចុងក្រោយគឺនៅតែចម្លើយដូចតែគ្នាទេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមជាមួយនឹងសន្លឹកទី1គឺសម្រាប់មើលហើយនឹងកាយវិញ្ញាណអញ្ចឹងអ្វីដែលខ្ញុំត្រូវគិតគឺសម្រាប់មើលខ្ញុំត្រូវរកសរីរាង្គណាដែលប្រើសម្រាប់មើលលោកគ្រូអ្នកគ្រូថាដឹងសរីរាង្គណាដែលប្រើត្រូវសម្រាប់មើលទេចាគឺប្រកាសជាចក្ខុវិញ្ញាណចាអញ្ចឹងនេះចក្ខុវិញ្ញាណត្រូវជាមួយនឹងសម្រាប់មើលអញ្ចឹងយើងធ្វើអញ្ចឹងលោកគ្រូអ្នកគ្រូចាហើយនៅក្បែរចក្ខុវិញ្ញាណគឺជាពាក្យសម្រាប់ភ្លក្សដឹងរសជាតិអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវរកសរីរាង្គមួយណាដែលប្រើសម្រាប់ភ្លក្សដឹងរសជាតិលោកគ្រូអ្នកគ្រូស្មានដឹងនៅចាលោកគ្រូអ្នកគ្រូដឹងនៅតែជាចម្លើយអីគឺជីវហាវិញ្ញាណចាជីវហាវិញ្ញាណគឺនេះជាតួនាទីរបស់វាចាបន្តមកទៀតនៅក្នុងសន្លឹកជីវហាវិញ្ញាណនៅក្បែរគឺជាដឹងក្លិនក្រអូបឬស្អុយជាងយើងនៅសល់តែមួយសន្លឹកទៀតឯងចាយើងឥឡូវបាន3សន្លឹកហើយជាងយើងនៅសល់មួយសន្លឹកទៀតគឺប្រកាសជាចំមកចាចំមកគឺដឹងក្លិនក្រអូបឬស្អុយនៅក្បែរចំមកគឺដឹងក្តៅឬត្រជាក់ចឹងនៅពេលដែលយើងដាក់ផ្គុំចិត្តកាយវិញ្ញាណនៅគឺជាតួនាទីរបស់កាយវិញ្ញាណហើយគឺកាយវិញ្ញាណដឹងក្តៅឬត្រជាក់ចាអញ្ចឹងលោកគ្រូអ្នកគ្រូយ៉ាងម៉េចដែរទៀងទាត់ជាមួយនឹងចម្លើយរបស់លោកគ្រូអ្នកគ្រូតើត្រឹមត្រូវដូចនឹងចម្លើយរបស់ខ្ញុំទេចាហើយក៏សូមអបអរដល់លោកគ្រូអ្នកគ្រូដែលបានធ្វើចេញទៅជាចម្លើយបានត្រឹមត្រូវសូមអបអរផងដែរចាអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងការតម្រៀបបានដូមីណូនេះចាអញ្ចឹងចុងក្រោយលោកគ្រូអ្នកគ្រូគឺល្បែងដូមីណូនេះលោកគ្រូអ្នកគ្រូអាចលេងជាបុគ្គលក៏បានអាចលេងជាដៃគូក៏បានឬមួយក៏ជាក្រុមដូចសកម្មភាពខាងលើនឹងមិនក៏បានទៅតាមស្ថានភាពជាក់ស្ដែងនិងការបត់បែនផ្ទាល់របស់លោកគ្រូអ្នកគ្រូគ្រាន់តែបើសិនជាលោកគ្រូអ្នកគ្រូធ្វើការងារជាបុគ្គលកូនសិស្សលេងល្បែងដូមីណូជាបុគ្គលលោកគ្រូអ្នកគ្រូត្រូវកាត់ដូមីណូឲ្យបានច្រើនឈុតបើសិនជាលោកគ្រូអ្នកគ្រូចង់ឲ្យសិស្សក្នុងថ្នាក់ទាំងអស់តម្រៀបចា៎បើសិនធ្វើជាដៃគូលោកគ្រូអ្នកគ្រូក៏ត្រូវកាត់រៀងក្រែលដែរបើសិនធ្វើជាក្រុមជាងយើងអាចកាត់ទៅតាមក្រុម4ឬ5ឈុតតែប៉ុណ្ណោះចា៎ចឹងលោកគ្រូអ្នកគ្រូអាចបត់បែនធ្វើទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកគ្រូអ្នកគ្រូផ្ទាល់ចុះចាអញ្ចឹងការបង្ហាញតាក់ទងទៅនឹងល្បែងដូមីណូសូមបញ្ចប់ត្រឹមនេះសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងយល់ហើយអាចយកល្បែងដូមីណូនេះទៅប្រើប្រាស់នៅក្នុងថ្នាក់រៀនផ្ទាល់របស់លោកគ្រូអ្នកគ្រូផងដែរចាសូមអរគុណ